ចំណងជើងរឿងកសិករនិងសេះដែលបាត់ខ្លួនកាលពីព្រេងនាយមានកសិករម្នាក់រស់នៅជាមួយកូនប្រុសរបស់គាត់ពួកគាត់មានសេះតែមួយក្បាលគត់សម្រាប់ជួយធ្វើការងារស្រែចម្ការថ្ងៃមួយសេះនោះបានរត់បាត់ចូលទៅក្នុងព្រៃអ្នកជិតខាងដឹងរឿងក៏មកលួងលោមថាពិតជាសេះខ្លាំងណាស់លោកតាសេះតែមួយក្បាលគត់ប្រៀបដូចជាវាសនាដែលបាត់បង់ទៅហើយកសិករឆ្លើយយ៉ាងស្ងប់ស្ងាត់ថាប្រហែលជាអញ្ចឹង2-3ថ្ងៃក្រោយមកសេះដែលបាត់នោះបានត្រឡប់មកវិញហើយនាំសេះព្រៃ5ក្បាលទៀតមកជាមួយអ្នកជិតខាងឃើញដូច្នោះក៏មកអបអរសាទរថាអូលោកតាពិតជាហេងខ្លាំងណាស់សំណាងបានសេះច្រើនបែបនេះកសិករឆ្លើយយ៉ាងស្ងប់ស្ងាត់ដែរថាប្រហែលជាអញ្ចឹងបន្ទាប់មកកូនប្រុសរបស់គាត់បានព្យាយាមបង្ហាត់សេះព្រៃទាំងនោះប៉ុន្តែត្រូវសេះទាត់ឲ្យធ្លាក់បណ្ដាលឲ្យបាក់ជើងទាំងសងខាងអ្នកជិតខាងមកនិយាយថាពិតជាសេះធំមែនទែនសេះទាំងនោះនាំគ្រោះថ្នាក់ដល់កូនលោកតាហើយកសិករឆ្លើយថាប្រហែលជាអញ្ចឹងមួយឆ្នាំក្រោយមកមានសង្គ្រាមកើតឡើងមន្ត្រីទាហានបានមកកេណ្ឌយុវជនក្នុងភូមិទាំងអស់ឲ្យទៅធ្វើសង្គ្រាមប៉ុន្តែពួកគេមិនបានយកកូនប្រុសកសិករឡើយព្រោះគេបាក់ជើងមិនអាចធ្វើទាហានបានអ្នកជិតខាងក៏មកនិយាយថាលោកតាពិតជាសំណាងណាស់កូនលោកតាមិនបាច់ទៅច្បាំងទេកសិករនៅតែឆ្លើយដូចដើមថាប្រហែលជាអញ្ចឹងមេរៀននៃរឿងយើងមិនអាចដឹងមុនទេថាអ្វីដែលកើតឡើងថ្ងៃនេះគឺជាសំណាងឬគ្រោះសីនោះទេជីវិតមានការប្រែប្រួលជានិច្ចចូលរៀនរស់នៅដោយចិត្តស្ងប់ហើយផ្ដោតលើការងារបច្ចុប្បន្នព្រោះវាសនាថ្ងៃស្អែកគឺជាលទ្ធផលនៃការរៀបចំនៅថ្ងៃនេះចំណុចសម្រាប់វិភាគកសិករតំណាងឲ្យមនុស្សដែលមានចិត្តនឹង equanimity ដែលមិនរំភើបហួសឬតក់ស្លុតហួសចំពោះព្រឹត្តិការណ៍ខាងក្រៅអ្នកជិតខាងជានិមិត្តរូបនៃមតិសង្គមដែលតែងតែវិនិច្ឆ័យអ្វីក្នុងរយៈពេលខ្លីព្រឹត្តិការណ៍ផ្លាស់ប្ដូរតំណាងឲ្យភាពមិនច្បាស់លាស់នៃជីវិត uncertainty ពាក្យថាប្រហែលជាអញ្ចឹងតើការមិនសន្និដ្ឋានរឿងរ៉ាវលឿនពេកជួយឲ្យយើងមានសន្តិភាពផ្លូវចិត្តកម្រិតណា